ស៊ូបងប្អូនដល់គ្នាដើម្បីផ្តិតយកទស្សនវិជ្ជាឲ្យបងប្អូនទស្សនានិយាយថាកន្លែងទឹកធ្លាក់នឹងសារបងប្អូនដល់គ្នានិយាយថាមានបងប្អូនខ្លះគាត់អត់សូវស្គាល់ទេនិយាយថាអ្នកនៅបៃលិនណាមានតែបងប្អូនដែលរស់នៅកន្លែងហ្នឹងដែលគាត់ស្គាល់បងប្អូនដល់គ្នាតែគាត់ថាផ្លូវរៀងពិបាកបន្តិចបងប្អូនដល់គ្នាថាអីដើម្បីផ្តិតយកទស្សនវិជ្ជាឲ្យបងប្អូនហ្នឹងហើយមកជាមួយនឹងបងនៅក្រោយគាត់នាំផ្លូវអញ្ចឹងទៅទស្សនាជាមួយខ្ញុំទៀតបងប្អូនគ្នាយ៉ាបងប្អូនដល់គ្នាឥឡូវយើងចាប់ផ្ដើមយ៉ាធ្វើដំណើរទៅឲ្យបងប្អូនដល់គ្នាតែយើងចោះបងប្អូនដល់គ្នាអើយដល់តែយើងចោះហ្នឹងហើយអូយយើងចោះបងប្អូនដល់គ្នាអូយអូយដល់ហើយបងប្អូនដល់គ្នាយ៉ាងថាទឹកកំភ្លៀងនៅទីក្រោយខ្ញុំនេះបងប្អូនដល់គ្នាខ្ញុំនៅបៃលិនតណាបងប្អូនដល់គ្នាតែខ្ញុំមិនដាច់ឃើញទឹកកំភ្លៀងបែបហ្នឹងបងប្អូនដល់គ្នាយើងថាស្រស់ស្អាតដល់បងប្អូនដល់គ្នាអើយហ្នឹងហើយចង់បញ្ជាក់ថាមិនមែននៅចកាខ្នោណាបងប្អូនដល់គ្នាហើយក៏មិនមែននៅទឹកធ្លាក់ភ្នំខៀវនៅចកាសាម៉ៅអីដែរបងប្អូនដល់គ្នាហើយចង់បញ្ជាក់ថាទស្សនវិជ្ជានេះគឺនៅភូមិបោះហុយនេះបងប្អូនដល់គ្នាបានគាត់ស្គាល់ព្រោះខ្ញុំធ្វើការដល់ពេលខ្ញុំសួរបងសួរអីចឹងណាគាត់ស្គាល់កន្លែងស្អាតច្រើនណាស់បងប្អូនតែដល់ពេលនេះខ្ញុំមើលដល់ទស្សនវិជ្ជាបែបនេះគួរឲ្យចង់មុជទឹកលេងគួរឲ្យចង់ថតរូបលេងណាបងប្អូនទាំងគ្នាហ្នឹងហើយហើយនេះក៏មកចង់ដឹកយកទស្សនវិជ្ជាបងប្អូនទាំងមេកំពុងតែគ្លៀងម្សិលមិញបងប្អូនទាំងគ្នាតែយើងចេញថ្ងៃដែរក៏មកទៀតថតទស្សនវិជ្ជាឲ្យបងប្អូនទស្សនាពីបងប្អូនទាំងគ្នាបងប្អូនទាំងគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបងប្អូនទាំងគ្នាហើយកុំភ្លេចពេញចិត្តវីដេអូនេះកុំភ្លេចជួយផ្ដល់កម្លាំងចិត្តឲ្យយើងម្នាក់មួយផងដើម្បីផ្តិតយកទស្សនវិជ្ជាថ្មីផ្លែនៅទឹកដីបងពេញខេត្តបៃលិនបងប្អូនគ្នាខ្ញុំផ្ទាល់គឺខ្ញុំអត់ដែរស្គាល់កន្លែងចឹងបងប្អូនទាំងគ្នានេះជាលើកទី1សម្រាប់ខ្ញុំរស់នៅបៃលិនយូរហើយហ្នឹងហើយអញ្ចឹងកុំភ្លេចចែកចំណែកម្នាក់មួយផងនៅបៃលិនណាឃើញវីដេអូណានេះបាយអូស្អាតណាស់លោកអើយលោកស្អាតណាស់បៃលិនទឹកដីត្បូងពេជ្រ